Ok, số đây là khía chẳng môn đừng tên page nên là khía cô tại đăng pi chấm nóiខ្លះ ហើយថ្ងៃនេះខ្ញុំមកប្រាប់ពីចំណុចខ្លះៗមុននឹងអ្នកទាំងអស់គ្នាទិញ page ទៅរកស៊ីអូខេអញ្ចឹងចំណុចទី1ដែលយើងគួរតែមើលនោះយើងទៅ check page ហ្នឹងបង្កើតនៅថ្ងៃណាខែណាហើយធ្លាប់ដូរឈ្មោះឲ្យប៉ុន្មានដងសម្រាប់អ្នកដែលគាត់យកទៅរកស៊ីគាត់អត់ចង់បាន page ដែលដូរឈ្មោះច្រើនដងអញ្ចឹងទៅចាប់ពី3ដងឡើងទៅគឺយើងគិតថាច្រើនហើយអញ្ចឹងដើម្បីមើលដឹងថា page ហ្នឹងដូរឈ្មោះប៉ុន្មានដងគឺវាស្រួលទេទោះបីជាយើងអត់មាន admin នៅក្នុងហ្នឹងក៏យើងអាចមើលដឹងដែរយើងគ្រាន់តែចូលមកមើលកន្លែងនេះកន្លែង about មកបន្តមកទៀតយើងចុចកន្លែង page transparency ហ្នឹងមកអូខេហើយយើងនឹងឃើញហើយនេះចុច see more មកអញ្ចឹង page នេះបង្កើតនៅថ្ងៃណាថ្ងៃទី24ខែចុង2022អញ្ចឹង page នេះបង្កើតតាំងឆ្នាំ2022មកមកហើយ primary country អានេះadmin ហ្នឹងអ្នកនរគ្នាយើងអាចមើលដឹងដែរថា page ហ្នឹងកាន់ admin ប៉ុន្មានអ្នកអញ្ចឹង page នេះកាន់ admin 8នាក់ហើយ admin ហ្នឹងគឺនៅប្រទេសខ្មែរទាំងអស់យើង check កន្លែងហ្នឹងគឺយើងអាចដឹងបានប៉ុន្តែមាន page ខ្លះវាអត់ load អាកន្លែង admin នេះឲ្យទេហើយ page ខ្លះទៀតក៏ load តែភាគច្រើនគឺ load អូខេនេះចំណុចទី1ហើយចំណុចទី2យើងគួរតែមើលទៅលើចំនួនអ្នក follow មានចំនួនអ្នក follow ឯងគឺអ្នក follow ហ្នឹងយើងចង់ដឹងថាមនុស្សពិតឬក៏ fake យើងដឹងរយៈចុងក្រោយនេះមានអ្នក comment សួរខ្ញុំច្រើនមែនទេនៅពេលដែលខ្ញុំ post លក់ page គាត់សួរថាអត់ហ៊ានទិញ page ថាខ្លាចហើយ page ចាក់ខ្លាច follow fake ឥឡូវខ្ញុំមកប្រាប់អ្នកនរគ្នាពីរបៀបមើលថា follow ហ្នឹង fake ឬក៏ follow ហ្នឹង sin ដោយយើងគ្រាន់តែចូលកន្លែង follow នេះចូលកន្លែង follower ហ្នឹងមកឬក៏ page ខ្លះទៀតមានកន្លែងនេះចំនួនឲ្យ like ហើយកន្លែងនេះ follower តែយើងអាចចុចមើលដឹងដូចគ្នាយើងចុចកន្លែង follower មកយើង check មើលទៅនេះ account អ្នកដែល follow page របស់យើងហ្នឹងសិតតែមនុស្សសិតតែ account មនុស្សលេងប្រសិនបើជា account ដែលអត់ដែល share អត់ដែលអត់មាន profile ឬក៏ភាគច្រើន profile ស្អាតអីអញ្ចឹងហ្នឹងគឺ fake ហើយឧទាហរណ៍នេះគឺសិតតែមនុស្សអ្នកអាចមើលបាននេះគាត់សិតតែមានអ្នក follow account គាត់ 3k អីនេះឯងនេះគាត់សិតតែមាន friend 2000អ្នកអីជាងនេះវិញហើយសិតតែ profile និយាយទៅយើងអាចយើងមើលដឹងហើយកន្លែងហ្នឹងថា account ណា fake account ណាមិន fake យើងកន្លែងទៅដឹងហើយហើយចំណុចមួយទៀតយើងអាចទៅ check នៅកន្លែង reach របស់ page យើងដឹងថា page ហ្នឹងវា active ល្អឬក៏អត់អញ្ចឹងយើងចូលកន្លែង professional dashboard នេះមកនៅពេលដែលយើងទិញ page គេប្រកាសជាថត insight ហ្នឹងឲ្យយើងមើលអញ្ចឹងយើងអាចដឹងយើងអាចមើលថាវាចំនួន reach ហ្នឹងមែនចំនួន view ហ្នឹងមែនហើយ follower នេះក្នុងរយៈពេល20មានអ្នក follow page ហ្នឹងចំនួនប៉ុន្មានអ្នកអីគឺព័ត៌មានទាំងអស់នឹងនៅកន្លែងហ្នឹងហើយយើងអាច check មើលបានអូខេបន្តមកទៀតយើងចូលដល់កន្លែង audience នេះមកយើងចង់ដឹងថា page ហ្នឹងស្អីមែនផុសមែនឲ្យចំនឹងផលិតផលដែលយើងលក់ឧទាហរណ៍ដែលយើងលក់អីវ៉ាន់ខោអាវមនុស្សប្រុសអញ្ចឹងយើងទិញ page មកប្រកាសជាចង់បាន audience អ្នក follow page ហ្នឹងជាមនុស្សប្រុសច្រើនហើយអញ្ចឹងយើងអាចមើលឲ្យនេះ age and gender នេះគេដាក់ man 40% អញ្ចឹង page នេះបរិះតែ 40% ទេហើយ woman នេះ 59% ចាំន័យថា page នេះគឺ follower ហ្នឹងគឺមនុស្សស្រីច្រើនហើយយើងអូសមកក្រោមតិចយើងឃើញ country town city និង country អញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើង check ដឹងថា follower ក្នុង page ហ្នឹងនៅប្រទេសណាខ្លះហើយឧទាហរណ៍យើងសម្រាប់អ្នកលក់អីវ៉ាន់នៅខ្មែរគឺយើងទិញរហូតតែ page ខ្មែរទេអញ្ចឹងដូច page នេះគឺ Cambodia 122k អញ្ចឹងគឺខ្មែរចូលជា 90% ដែរដោយសារតែ page នេះវា 100k ជាងទេ 130k ជាងទេហើយខ្មែរ120បាទអូខេហើយយ៉ាងធូរសំខាន់តែប៉ុណ្្នឹងទេហើយនៅចំណុចសំខាន់មួយទៀតគឺគុណភាពរបស់ page គុណភាពរបស់ page ដើម្បីឆែកមើលបានយើងចូលមកកន្លែង setting and privacy បន្តទៀតចូលកន្លែង setting ហើយយើង scroll ចុះមកក្រោមមកពាក្យថា page setup នេះមកអូខេ
ហើយយើងហៅពាក្យ page status អូខេចុច page status មកអញ្ចឹងខ្ញុំសូមឲ្យធំឲ្យអ្នកគ្នាមើលកន្លែងនេះpage status យើងឃើញថាវា green ហើយវាមានសញ្ញា tick ទៀតអញ្ចឹងមានថា page ហ្នឹងគឺគុណភាពល្អយើងអាចយកទៅ boot បានក៏ប៉ុន្តែបើសិនជាវា load ពណ៌កន្លែងហ្នឹង load ពណ៌ yellow មានន័យថា page ហ្នឹងវាមានបញ្ហាវាអាចជាប់ការព្រមានរបស់ Facebook យើងផុសខុសគោលការណ៍គេមួយឬក៏វាពណ៌ក្រហម red អាហ្នឹងគឺវាចិត្ត restrict ឯងវាចិត្ត close page ឯងអញ្ចឹងគឺគេអត់អាចយកទៅប្រើការយកទៅ boot យកទៅរកស៊ីអីបានទេអូខេអញ្ចឹងសរុបមកវិញចំណុចសំខាន់មានតែប៉ុណ្្នឹងទេបើសិនជាមានសំណួរបន្ថែមអ្នកនរគ្នាអាច comment សួរបានហើយចុងក្រោយខ្ញុំក៏មាន page ខ្មែរសម្រាប់លោកនិងសេវាកម្ម boot page ដែរបើសិនជាអ្នកនរគ្នាត្រូវការអាចតាក់ទងបានខ្ញុំនឹងដាក់ link ទៅ Telegram នៅ description បាយបាយ